ឲ្យទៅលើថាមនុយដុតមន់អ្នកដែលអសប្បាយជាងគេហ្នឹងគឺថាក្រុមការងាររបស់ខ្ញុំតែម្ដងដុតលើកណាគឺថាញ៉ាំអស់គ្មានសល់ទេបងប្អូនញ៉ាំខ្ទេចតែម្ដងនឹងតែបងប្អូនអ្នកមើលគិតដូចពួកគាត់ដែរអត់ទេណងបងប្អូនកុំភ្លេចខមមិននៅខាងក្រោមវីដេអូរបស់ខ្ញុំផងណាសួស្តីបងប្អូនថ្ងៃនេះយើងមកធ្វើមាន់ដុតខ្នោញ៉ាំម្ដងហើយមុខម្ហូបនេះគឺថាសាមញ្ញមែនទែនប៉ុន្តែរសជាតិឆ្ងាញ់ហើយសម្រាប់ការចម្អិនរបស់ខ្ញុំថ្ងៃនេះផងដែរខ្ញុំប្រើប្រាស់ជាមួយនឹងប្រេងអូលីវហើយចំពោះប្រេងអូលីវផ្សំចេញពីផ្លែអូលីវសុទ្ធ 100% ជួយដល់សុខភាពបេះដូងទៀតផងបងប្អូនអាចប្រើប្រាស់ប្រចាំថ្ងៃបានអញ្ចឹងបងប្អូនតោះយើងទៅចម្អិនជាមួយនឹងខ្ញុំទាំងអស់គ្នាសម្រាប់គ្រឿងផ្សំទាំងនេះបងប្អូនអាចរកទិញបាននៅផ្សារជីបម៉ុង Supermarket បានផងដែរឥឡូវយើងមករៀបគ្រឿងផ្សំទាំងអស់គ្នាហើយគ្រឿងផ្សំអត់មានអីច្រើនទេបងប្អូនខ្ញុំដាក់គល់វ៉ាន់ស៊ុយបន្តិចហើយយើងហាន់មកស្លឹកខ្ទឹមគល់ស្លឹកគ្រៃបងប្អូនគល់ស្លឹកគ្រៃនេះយើងហាន់បន្តិចមកបងប្អូនអាចដំក៏បានដែរយើងដាក់ពីរបីគល់ចឹងមកគ្រឿងបន្តិចបានទេបងប្អូនកុំដាក់ច្រើនពេកហើយយើងដាក់អណ្ដែងបន្តិចមកខ្ទឹមសខ្ទឹមក្រហមនេះខ្ញុំអត់ដំទេណាបងប្អូនយើងដាក់ចឹងមកហើយយើងដាក់ខ្ញីម្ដុំដែររួចហើយខ្នោបងប្អូនខ្នោនេះយើងយកមកធ្វើជាបន្លែចិត្តបន្តិចមកខ្នោខ្ចីបងប្អូនអាចយកទៅស្លម្ជូរយកទៅស្លកកូរយកទៅធ្វើជាលក់បានហើយមិនត្រឹមប៉ុណ្្នឹងទេបងប្អូនអាចយកមកដុតមាន់ដុតអីបែបនេះក៏ឆ្ងាញ់មួយយ៉ាងដែរអញ្ចឹងបងប្អូនអត់តន់ដែលសាកទេអាចសាកធ្វើបែបនេះញ៉ាំបានមានរសជាតិឆ្ងាញ់ប្លែកម្យ៉ាងដែរហើយអាចធ្វើជាបន្លែបងប្អូនយើងយកមកផ្ទាប់ជាមួយសាច់មាន់ជាមួយនឹងទឹកត្រីបុកមកគឺថាមានរសជាតិឆ្ងាញ់មែនទែនខ្នោយើងកាត់ដុំប៉ុណ្ណឹងមកបងប្អូនងាយក្នុងការចម្អិនហើយឆ្អិនលឿនចូលជាតិជាមួយគ្រឿងបានល្អខ្នោវិញយើងរើសរៀងខ្ចីតិចមកកុំចាស់ពេកអត់ឆ្ងាញ់ពេកអញ្ចឹងក្របក៏រឹងដែរអញ្ចឹងយើងរើសយកមកល្មមមកខ្នោកុំឲ្យចាស់ពេកមាន់យើងអាចជាគូតកាត់កញ្ញាំជើងមាន់អីចឹងចោលអស់មកបងប្អូនពេលយើងចម្អិនយើងអាចញ៉ាំបានទាំងអស់អញ្ចឹងហើយយើងជាចោលអស់សិនមកឥឡូវនេះបងប្អូនយើងចាប់ផ្ដើមដាក់ដុតមាន់ជាមួយខ្នោរបស់យើងបងប្អូនសម្រាប់ការដុតមាន់ជាមួយនឹងខ្នោថ្ងៃនេះខ្ញុំក៏រំលីងគ្រឿងតិចដែរហើយយើងរំលីងគ្រឿងជាមួយនឹងប្រេងអូលីវល្អមែនទែនសម្រាប់សុខភាពបេះដូងមិនធ្វើឲ្យឡើងគីឡូទេបងប្អូនហើយមិនធ្វើឲ្យលើសជាតិខ្លាញ់ទៀតផងដោយសារប្រេងអូលីវផ្សំចេញពីផ្លែអូលីវសុទ្ធ 100% បងប្អូនអាចរកទិញបាននៅតាមផ្សារជីបម៉ុង Supermarket ឥឡូវនេះយើងដាក់គ្រឿងដែលយើងរៀបចំមុននឹងចូលមកបងប្អូនមានខ្ញីមានអណ្ដែងខ្ទឹមសខ្ទឹមក្រហមខ្ទឹមគល់វ៉ាន់ស៊ុយអីហ្នឹងយើងដាក់ចូលមកយើងធ្វើបែបនេះបងប្អូនធ្វើឲ្យមាន់ដុតរបស់យើងហ្នឹងមានក្លិនឈ្ងុយក្រអូបជាប់នឹងសាច់មាន់តែម្ដងហើយរសជាតិក៏ឆ្ងាញ់ដែរគ្រឿងយើងឡើងក្លិនឈ្ងុយបងប្អូនអញ្ចឹងហើយយើងចាប់ផ្ដើមដាក់មាន់យើងចូលមកពេលដាក់មាន់ចូលហើយបងប្អូនខ្ញុំថែមជាមួយនឹងទឹកដូងមួយមុខនេះបងប្អូនអាចប្រើទឹកដូងក៏បានហើយបើបងប្អូនអាចប្រើជាមួយនឹងទឹកផ្សេងបានដូចគ្នាប៉ុន្តែបើសិនជាយើងប្រើប្រេងសុទ្ធវាអត់សូវឆ្ងាញ់ទេណាបងប្អូនអញ្ចឹងហើយយើងប្រើទឹកដូងបន្តិចមកខ្ញុំថែមជាមួយនឹងប៊ីចេងបន្តិចបើសិនជាបងប្អូនញ៉ាំបងប្អូនអាចដាក់មករួចហើយម្សៅស៊ុបទឹកស៊ីអ៊ីវប្រេងខ្យងតមកទៀតបងប្អូនខ្នោយើងហ្នឹងយើងដាក់ក្បែរហ្នឹងឲ្យហើយមកបន្ទាប់ពីយើងដាក់ខ្នោរួចហើយយើងគ្របទុកទៅបងប្អូនអាចទុករយៈពេលពី20ទៅ25នាទី30នាទី35នាទីអីទៅតាមមាន់តូចធំអញ្ចឹងណាបងប្អូនតែមាន់ខ្ញុំនេះថ្ងៃនេះប្រហែលជាខ្ទង់25នាទីឆ្អិនហើយបងប្អូនវាតូចល្មមដែរទេបងប្អូនបន្ទាប់ពីយើងទុករយៈពេល20នាទីមកឥឡូវមាន់ក៏ឆ្អិនអញ្ចឹងហើយលើកចុះមកបងប្អូនហើយខ្នោយើងគឺថាតំណងមែនទែនរួចហើយបងប្អូនមាន់ដុតខ្នោរបស់យើងថ្នងមែនទែនបងប្អូនសាច់មាន់ក៏ញ៉ាំបានហើយខ្នោវិញគឺថាផុយល្អឆ្ងាញ់ណាបងប្អូនវាមិនមែនផុយបែបបលួយទេណាសាច់ខ្នោយើងគឺផុយឆ្ងាញ់មែនទែនអញ្ចឹងបងប្អូនអាចតបជាមួយសាច់មាន់ជ្រលក់មួយទឹកត្រីគឺថាមានរសជាតិឆ្ងាញ់មែនទែនហើយបើមាន់យើងវិញបងប្អូនហើយមើលនេះសាច់គេតាំងក៏ពិតទៅមិនប្លែកអីពីមាន់ដុតធម្មតាទេបងប្អូនគ្រាន់តែយើងថែមខ្នោបន្តិចមកគឺដូរបន្លែរបស់យើងបានមួយមុខទៀតគឺថាថ្នងមែនទែនហើយជ្រលក់ជាមួយនឹងទឹកជ្រលក់បែបនេះមកជាតិណា
បងប្អូនឲ្យមួយមុខនេះបងប្អូនអាចញ៉ាំជាអាហារធម្មតាក៏បានអាចធ្វើជាគ្រឿងក្លែមក៏បានបងប្អូនអាចមានភ្ញៀវអីអាចទទួលភ្ញៀវបានទៀតហើយងាយស្រួលក្នុងការចម្អិនមែនទែនសម្រាប់ការចម្អិនគឺថាងាយស្រួលខ្លាំងអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនអរគុណបងប្អូនទាំងអស់គ្នាផងដែរសម្រាប់ការតាមដានទស្សនាការចម្អិនរបស់ខ្ញុំថ្ងៃនេះបងប្អូនកុំភ្លេចជួយ like share comment វីដេអូរបស់ខ្ញុំទាំងអស់គ្នាផងណាអរគុណ